Hello បងប្អូនទាំងអស់គ្នាដោយសារតែឃើញផ្លែចន្ទីហ្នឹងវានិយាយទៅល្អហើយវាខៀវខ្ចីបងប្អូនដោយសារចន្ទីហ្នឹងចន្ទីដើមខ្លួនឯងហើយខ្ញុំក៏មកចង់សាកលបងមើលបងប្អូនឃើញបងគាត់ហូបនៅក្នុងវីដេអូ YouTube ហ្នឹងហើយគាត់ហូបទៅតំណងបងប្អូនហើយខ្ញុំក៏ចង់សាកលបងដែរចាំមើលថាវាមិនដែររសជាតិហើយខ្ញុំប្រឹងបុកអំបិលហ្នឹងខ្ញុំបុកលក្ខណៈថាដាក់ម្ទេសច្រើនបងប្អូនអូជាតិចំយ៉ាយឥឡូវនេះបងប្អូននេះគឺនិយាយទៅអំបិលខ្ញុំម្ទេសសុទ្ធមកម្ទេសឡើងក្តាំងហ្មងបងប្អូនមើលទៅនេះហើយឥឡូវនេះខ្ញុំសាកបេះមួយបងប្អូនយកមកដាក់មើលចុះចាំមើលរសជាតិវាមិនដែរអូយចំឆ្លក់បងប្អូនហើយរសជាតិអានេះបាក់លេបមែនតែនមកចន្ទីមិនឆ្ងាញ់អីទេបាក់លេបណាស់បងប្អូនអើយទឹកវានឹងចង់ឆ្លក់នេះមើលភ្លក់បន្តិចមើលនិយាយទៅបាក់លេបណាបងប្អូនអើយតែក៏ចង់ឆ្លក់ពេលដាក់ទៅម៉ាត់ឡើងដល់កន្លោតជើងចង់ឆ្លក់ហ្មងតែអីរសជាតិវាគាត់ថាវាឆ្ងាញ់ដែរហើយចន្ទីនេះវាមិនសូវឆ្ងាញ់ដូចអាចន្ទីយើងពណ៌សទេអាក្រហមនេះអត់សូវឆ្ងាញ់ទេបើអាពណ៌សហ្មងអាហ្នឹងជាតិហ្មងបងប្អូនអូយឥឡូវបេះនេះមួយសិនចាំបន្តិចណែបងប្អូនញាក់សាច់ធំអានេះប៉ុណ្ណាណៃបងប្អូនមើលដាក់មួយសិនឆ្ងាញ់ហត់អូឆ្ងាញ់បងប្អូនជាតិខ្ទិះហ្មងបងប្អូននេះមើលម្ទេសដឹងហើយបងប្អូនអូម្ទេសសុទ្ធហ្មងនិយាយមែនអំបិលខ្ញុំម្ទេសសុទ្ធហ្មងនិយាយថាហិលវិញមិននិយាយម្ទេសមកក្តាប់ពេញដាក់ទៅញាក់សាច់ឲ្យបងប្អូនអើយនេះឆ្ងាញ់ជុំយ៉ាវាហិលតិចមានតែវាឆ្ងាញ់បងប្អូនដាក់នេះខ្ទិះជាតិបងប្អូនហើយនៅក្នុងវីដេអូហ្នឹងសុំមេដៃអ្នកមួយបងប្អូនហ្នឹងហើយសុំ50មេដៃមកដើម្បីឲ្យវីដេអូវាខ្ញុំកាន់តែមានអារម្មណ៍ថាចង់ធ្វើវីដេអូបន្តបងប្អូនជាតិបងប្អូនឆ្ងាញ់តាលោកបេះនេះមួយទៀតមើលដាក់មួយទៀតមើលចុះនិយាយទៅវាផ្លែមួយមេឃហ្នឹងផ្លែច្រើនបងប្អូននិយាយទៅផ្លែពេញតែដើមឯងគ្រាន់តែថានិយាយទៅវាផ្លែតាមមេឃដែរបងប្អូនណាហើយវាចង់ផុតរដូវហើយមេឃនេះប្រហែលជាវាផ្លែចុងក្រោយគេមានតែមួយមេឃហ្នឹងផ្លែច្រើនជាងគេល្អហើយខ្ញុំអត់ឲ្យណាគេបេះទេទុកឲ្យវាទុំស្មើគ្នាហើយថតចែកជូនគ្នាយើងមើលហ្មងហើយនិយាយថារសជាតិវិញបងប្អូនហើយមិននិយាយហូបទៅហើយហូបឲ្យចង់ឆ្លក់ប៉ុន្តែវាឆ្ងាញ់បងប្អូនហើយមិនអាចភ័យរឿងថាគីមីអីព្រោះអីដើមយើងដាំធម្មជាតិយើងអត់មានប្រើថ្នាំប្រើអីទេដាំវាសម្រាប់ហូបអញ្ចឹងបងប្អូនហើយណាគេមកគេឃើញគេចង់បេះហូបគេហូបអញ្ចឹងទៅហើយនិយាយទៅចន្ទីវាផ្លែបងប្អូនការដែលវាផ្លែវាមានតាមរដូវទេតែនេះចន្ទីខ្ញុំផ្លែមុនគេនិយាយទៅខ្ទង់ខែ2វាផ្លែហើយបន្ទាប់មកខែ6ខែ7បានវាផ្លែម្ដងទៀតខ្ញុំអត់យល់វាដែរវាផ្លែអញ្ចឹងហ្នឹងហើយវាខុសគេចន្ទីហ្នឹងហើយនិយាយថាជាតិវិញបងប្អូនហើយហិលចំយ៉ាអូយហិលញាក់សាច់ហ្មងជាតិបងប្អូនហើយអត់មានវីដេអូអីចាញ់ទេថ្ងៃហ្នឹងមានវីដេអូហ្នឹងចាញ់ប៉ុណ្ណឹងឯងបងប្អូនហើយឃើញថាវីដេអូវាដូចមិនសូវផ្ទុះដែរហ្នឹងហើយចាញ់តែប៉ុណ្ណឹងទៅបងប្អូនហើយចាំមើលសាច់អីចាំជួបវីដេអូបន្តទៀតហើយនិយាយទៅថារសជាតិវិញគឺកប់សេរីឯងបងប្អូនជាប់ជុំយ៉ាឲ្យចន្ទីហ្នឹងមិនមែនសូវឆ្ងាញ់ទេបានតែពណ៌បានតែរូបរាងស្អាតទេតែបើថាផ្អែមវិញអត់ហ្មងហ្នឹងហើយអត់ហ្មងរសជាតិអីផ្អែមទេ